តែអ្នកកំពុងស្វែងរករសជាតិពិតមែនទេតើអ្នកកំពុងស្វែងរកការប្រកបអាជីវកម្មលើវិស័យកសិកម្មដាំឫស្សីមែនទេភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យអាចបំពេញបំណងអស់លោកស្រីអ្នកនាងកញ្ញាទ្រង់ឯកឧត្តមតាមតម្រូវការបានគ្រាន់តែទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ012 865 116និង088 84 05 888ដែលមានទីតាំងស្ថិតនៅគល់ស្ពានទឹកសាបស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យសូមស្វាគមន៍គ្រប់ពេលវេលាបាទស្វាគមន៍លោកអ្នកសាជាថ្មីបាទមកកាន់វគ្គទី2ហើយយើងឃើញថាបន្ទាប់ពីសម្រាប់មួយផ្លែតអំបញ្ញមិញនេះយើងនឹងបន្តបាទដកស្រង់និងលើកយកព្រឹត្តិការណ៍ព័ត៌មានសំខាន់ជាបន្តទៀតមកជូនប្រិយមិត្តទស្សនាហើយយើងមិនឃ្លាតឆ្ងាយពីខេត្តប្រសិទ្ធនុព្រះខេត្តពីខេត្តប្រសិទ្ធនុយើងទេគឺយើងបន្តនៅក្នុងខេត្តប្រសិទ្ធនុយើងទៀតយើងឃើញថានគរបាលគឺបានស្រាវជ្រាវហើយនឹងបានបង្ក្រាបបាទខ្លួនជនសង្ស័យចំនួន3នាក់ដែលជាជនជាតិខ្មែរពាក់ព័ន្ធនឹងករណីលួចដែលមានស្ថានទម្ងន់ទោសនឹងគឺឆក់បាទកាបូបជនជាតិចិននៅថ្ងៃទី1ខែកក្កដាឆ្នាំ2020វេលាម៉ោង 18:07 នាទីនៅចំណុចផ្លូវមហោស្រពស្ថិតនៅក្នុងភូមិ2សង្កាត់លេខ2ក្រុងព្រះសីហនុខេត្តព្រះសីហនុគឺមានករណីបាទលួចមានស្ថានទម្ងន់ទោសនឹងគឺឆក់មួយករណីបង្កឡើងដោយជនសង្ស័យចំនួន3នាក់ជាជនជាតិខ្មែរបានជិះម៉ូតូ2គ្រឿង Maxcopy ពណ៌សគឺបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិចិនម្នាក់ភេទប្រុសបាទខណៈពេលដែលជនរងគ្រោះកំពុងតែធ្វើដំណើរតាមផ្លូវរួចក៏ជិះកិច្ចខ្លួនបាត់ស្រមោលបន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់វេលាម៉ោង 2:00 នាទីលំលងអធ្រាត្រឈានចូលថ្ងៃទី2ខែកក្កដាឆ្នាំ2020នេះទើបកម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនបានជនសង្ស័យចំនួន2នាក់ដែលជាជនដៃដល់ធ្វើសកម្មភាពឆក់នៅចំណុចបាទផ្លូវមុខហាងនំប៉័ងអន្តរជាតិចាស់ដែលស្ថិតនៅក្នុងភូមិ2សង្កាត់លេខ2ក្រុងព្រះសីហនុខេត្តព្រះសីហនុនិងបន្តស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន1នាក់ទៀតដែលជាអ្នកនឹងជិះម៉ូតូបិទគួតបាទជិះម៉ូតូបិទគួតពីក្រោយដែលជនសង្ស័យខាងលើនោះបាទនៅវេលាម៉ោង 10:00 នាទីថ្ងៃទី2ខែកក្កដាឆ្នាំ2020នៅចំណុចភូមិ2សង្កាត់លេខ2ក្រុងព្រះសីហនុខេត្តព្រះសីហនុដូចគ្នាបាទហើយជនរងគ្រោះយើងឃើញថាមានឈ្មោះបាទវងចិនអ៊ីបាទភេទប្រុសអាយុ33ឆ្នាំជាជនជាតិចិនមុខរបរហ្នឹងគឺជាបុគ្គលិកកាស៊ីណូស៊ីហ៊ូបាទស្នាក់នៅភូមិ1សង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុហើយក្នុងប្រតិបត្តិការនៅផងដែរគឺសមត្ថកិច្ចបានឲ្យដឹងថាសម្ភារៈដែលបានបាត់បង់របស់ជនរងគ្រោះហ្នឹងគឺមានកាបូបដៃបាទពណ៌ខ្មៅមួយលុយចិនមួយចំនួន2000យន់បាទហើយលុយដុល្លារចំនួន$1,400កាតធនាគារចំនួន4សន្លឹកបានបើកបរខ្មែរចំនួន1សន្លឹកបានបើកបរចិនចំនួន1សន្លឹកបាទខ្សែកគុជចំនួន1ខ្សែបាទហើយបន្ទាប់ពីសមត្ថកិច្ចបានធ្វើការនោះប្រតិបត្តិការនេះចប់គឺបានដកហូតវត្ថុតាំងរួមមានបាទកាបូបចំនួន1លុយដុល្លារចំនួន$300ដែលបានធ្វើការដកហូតបានពីជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ខាងលើនោះផងដែរបាទអរគុណណាស់ប្រិមិត្តយើងសូមបញ្ចប់ព័ត៌មាននេះប៉ុណ្ណេះសិនហើយយើងឃើញថាពាក់ព័ន្ធនឹងករណីឆក់នេះករណីដែលសមត្ថកិច្ចតែងតែបង្ក្រាបបានជាញយដងហើយយើងក៏សូមអរគុណមកទៅដល់នគរបាលខេត្តព្រះសីហនុដែលតែងតែបង្ក្រាបបានមុខសញ្ញាឆក់ជាញយហើយយើងឃើញថាមួយរយៈនេះគឺមានការកើនឡើងខ្លាំងមែនទែននៅករណីឆក់បាទតាមដងផ្លូវសាធារណៈមិនថាតែនៅខេត្តព្រះសីហនុទេទៅតាមរាជធានីខេត្តផ្សេងក៏មានដូចគ្នាផងដែរក៏ប៉ុន្តែយ៉ាងណាមិញគឺសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់
បាទនៅពេលដែលធ្វើដំណើរតាមផ្លូវក៏ដូចជាធ្វើដំណើរទេសចរទៅតាមខេត្តនានាបាទអរគុណឥឡូវនេះ